rồi bò tập lại bò dạ ban cái chua chụp ban cái chua trong không hốt đâu mà tôi បាទជំរាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់នេះដែលនិយមតាមដានរាល់សង្គម YouTube ឬក៏ Facebook បាទអញ្ចឹងនេះជាសកម្មភាពមួយដែលខ្ញុំធ្វើការនៅឯប្រទេសថៃបងប្អូនបាទជាប្រភេទការងាររោងចក្របាទហើយការងាររោងចក្រនេះក៏មិនមែនតែមានតែមួយមុខដែរអញ្ចឹងថ្ងៃនេះក៏ផ្តិតទស្សនភាពឲ្យបងប្អូនបាទបានទស្សនានៅក្នុងរោងចក្រកន្លែងខ្ញុំធ្វើការអញ្ចឹងណាបាទអញ្ចឹងប្រហែលថ្ងៃនេះគឺខ្ញុំអត់ដែលបានចេញវីដេអូតាក់ទងទៅនឹងកន្លែងខ្ញុំធ្វើការទេអញ្ចឹងថ្ងៃនេះក៏នឹកឃើញក៏បានផ្តិតទស្សនភាពមួយឲ្យពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាអញ្ចឹងទៅបាទព្រោះយើងធ្វើកាក់យប់យើងអាចមានពេលថតបន្តិចដែរប៉ុន្តែបើសិនជាកាក់ថ្ងៃនោះយើងมันអាចផ្តិតរូបភាពបានទេដោយសារអីគឺមនុស្សច្រើនណាមួយហូណានៅជុំវិញយើងអត់បានប្រើទូរស័ព្ទទេបាទហើយធ្វើការនេះគឺយើងមានម៉ោងឈប់សម្រាកបាទអញ្ចឹងពេលដែលយើងធ្វើការសូម្បីតែទូរស័ព្ទក៏យើងមិនមែនថាគេមិនឲ្យកាន់ទេបាទឲ្យដាក់ជាប់នឹងខ្លួនបានដែរប៉ុន្តែបើយើងធ្វើការយើងយកទូរស័ព្ទដាក់ថតនិចថតកាយអញ្ចឹងក៏វាមិនសមដែរអញ្ចឹងណាបាទអញ្ចឹងទស្សនភាពដែលយើងថតបាននេះដោយសារអីពេលយើងសម្រាកហើយនេះទស្សនភាពខ្ញុំដែលផ្តិតនេះគឺខ្ញុំនៅកាក់យប់បាទធ្វើការពេលយប់អញ្ចឹងណាអញ្ចឹងធ្វើការពេលយប់នេះគឺអត់មានគ្នាច្រើនទេមានតែជិត10នាក់ទេបាទអញ្ចឹងយើងពេលយប់ក៏មនុស្សបន្តិចទៅយើងអាចផ្តិតរូបភាពបានតិចតួចដោយសារឯហូណាឬក៏ជាងឆាំងអញ្ចឹងណាគាត់ស្រួលដែរបាទចឹងពេលយើងចុកជើងចុកអីចឹងយើងយកនោះតុកបាទយកតុកមកអង្គុយក៏បានអីចឹងក៏បានបាទពួកអីកាក់យប់ស្រួលអញ្ចឹងបាទចង់ធ្វើកាក់យប់ប៉ុន្តែយើងអត់ដឹងថាកាក់យប់ហ្នឹងមានថ្ងៃអាទិត្យអត់ទេព្រោះកាលណាដែលយើងអត់ធ្វើថ្ងៃអាទិត្យយើងខាតដែរចឹងថ្ងៃអាទិត្យមួយជាថ្ងៃដែលពលករគ្រប់គ្នាបាទចង់ធ្វើព្រោះយើងដឹងហើយថាថ្ងៃអាទិត្យមួយថ្ងៃយើងធ្វើបានប្រហែលជា2ថ្ងៃបាទវាមួយថ្ងៃយើងឧទាហរណ៍ថាធ្វើមួយថ្ងៃ400ធ្វើចាំថ្ងៃអាទិត្យបាន300បាទអញ្ចឹងបងប្អូនគ្រប់គ្នាចង់ធ្វើថ្ងៃហ្នឹងបាទហើយមួយទៀតខ្ញុំសុំហ៊ូណាថានៅពេលយប់អញ្ចឹងប៉ុន្តែខ្ញុំអត់ដឹងថាពេលយប់មានថ្ងៃអាទិត្យអត់ទេបើមានថ្ងៃអាទិត្យដូចពេលថ្ងៃគឺខ្ញុំនៅយប់ពួកអីខ្ញុំចូលចិត្តនៅយប់អញ្ចឹងណាបាទអញ្ចឹងវីដេអូនេះក៏ផ្តិតរូបភាពចែកជូនបងប្អូនបានទស្សនាបានពីរោងចក្របាទហើយនេះជាចំណែកមួយនៅកន្លែងខ្ញុំការងារទេបាទមានច្រើនផ្នែកមែនទែនបាទបងប្អូនបាទអញ្ចឹងបងប្អូនកុំភ្លេចបាទចូលទស្សនានៅវីដេអូក្រោយៗទៀតបើសិនមានឱកាសបាទ